ខ្ញុំតែនៅមានមុខមាត់អីទៀតនាងកុំនិយាយចឹងបានឬមិនបាននាងត្រូវតែដឹងថាខ្ញុំមកជាតិនេះត្រូវជំពាក់ជីហ្វាំងច្រើនណាស់ខ្ញុំត្រូវតែសុំជំនួយចិត្តដល់នាងនាងមិនដូចគ្នាទេនាងអាយុច្រើនជាងជីហ្វាំងហើយជាស្រីចេះដឹងទៀតនាងមិនត្រូវប្រកាន់ទៅលើជីហ្វាំងទេខ្ញុំប្រាប់ឲ្យដឹងខ្ញុំបានចាត់គ្នាទៅហុងកុងសើបហើយបើឲ្យខ្ញុំដឹងនាងមិនមែនទៅនិយាយអរគុណធម្មតាទេនោះនាងត្រូវដឹងថានាងស្ដាយក្រោយមកជាតិហើយនាងស្ដាប់ច្បាស់ហើយនៅបងគិតថ្ងៃនេះមិនទៅកន្លែងប្រដាំងសេះទេលោកឡុងឲ្យយើងមកមើលព្រោះជាថ្ងៃដែលតកែស្រីមកធ្វើការដំបូងគឺធ្វើថ្នាក់លើយើងហ្នឹងណាណែកូនបាច់ថ្ងៃណាមកធ្វើការយ៉ាប់យឺនទេកូនជាអ្នកជំនួយពិសេសរបស់ប៉ាការងារសំខាន់របស់កូនគឺកំដរប៉ាកូនមិនដែលគិតអញ្ចឹងទេចង់ចាយមកជាតិនោះក៏មិនអស់ដែរបើកូនចូលចិត្តមកកាស៊ីណូកន្លែងប្រដាំងសេះឬក៏កាស៊ីណូកប៉ាល់នោះប្រាប់បញ្ជីឲ្យមកកំដរកូនទៅលោកឡុងនាងឡុងនាងឡុងហើយមើលទៅយើងពីរនាក់ថ្ងៃក្រោយមិនសូវជាបានសុខប្រហែលទេជីវ៉ាយកអត់មួយស្លឹកឲ្យប៉ាចាគ្រាន់បើមែនប៉ាថាតើមើលសិលល្បែងរបស់ខ្ញុំអាចបន្តវេនប៉ាបានទេកូនជាកូនរបស់ប៉ាសង្ឃឹមតែកូនបន្តវេនកិច្ចការរបស់ប៉ាហើយការពិតកិច្ចការនិយាយចំពោះខ្ញុំមិនសំខាន់ទេខ្ញុំមិនចង់ធ្វើស្ដេចស្រីល្បែងទេខ្ញុំគ្រាន់តែចង់រស់នៅជាមួយអ្នកដែលខ្ញុំស្រឡាញ់លោកប៉ាតើបងពុយនៅណាទៅមិនក៏មិនលឺដំណឹងគាត់អញ្ចឹងពួកកូននៅក្មេងបងរបស់កូនចង់បានស្អីនោះពួកគេត្រូវប្រឡងយកពិន្ទុខ្ពស់ទើបប៉ាឲ្យរបស់គេដែលពួកគេចង់បាននោះបានខ្ញុំមកជាប្រឡងយកពិន្ទុឲ្យលោកប៉ាពេញចិត្តធ្លាប់និយាយថាកូនស្រីខ្ញុំនៅអាយុ25ឆ្នាំមិនអាចនៅជាមួយខ្ញុំបានទេមើលនេះហ៎មើលទៅមើលច្បាស់ទៅកូនស្រីខ្ញុំស្អាតណាស់មើលឬមិនឪពុកកូនយើងមានសុភមង្គលណាស់ហ៎និយាយមកមិនបានចាំមិននិយាយក្រៃអីមានរឿងច្រើនណាស់ចង់និយាយមែនទេហ៎កូនស្រីយើងឆ្លាតណាស់យើងនឹងបង្ហាត់នាងឲ្យទៅជាម្ចាស់ស្ត្រីល្បីនៅលើលោកនេះខ្ញុំបងបើឲ្យជីហ្វាំងឃើញអញឥឡូវនេះនាងច្បាស់ជាជឿចិត្តស្លាប់ហើយ
ai mới rút thoát chi phẳng tự hả thoát chiều muốn nước còn scop chừng dương mới làm mày đi ôi sao bao sầm lấp ấy có ăn phải rồi sầm lấp ấy thôi chi phẳng mình được cái bay dừng đi sụp ấy theo phục ấy còn dân lớn lên đây phục ấy thật pin nhỉ mình ấy cầm riêng mà lời dân bản đi dân đang tại không dừng bọn ta dân sống ở con này vậy vì pro dân bán lượng đấy nhoi ấy chi phẳng tiếp theo mà nói chúng mới đừng dừng ấy rôm trăm tài tử chấm đó chi phẳng mà ra dân đó sợ bội dân phải hai chân đó lên vậy đòn lên tên lực lúc họ đạt tiền Long Thiên Cungលោកឯងមកជំនាញកម្មពីមិនខានបើលោករត់នៅជាមួយកូនស្រីលោកមុនអាយុ25ឆ្នាំបើនាងមិនស្លាប់ទេគឺមុខជាលោកឯងស្លាប់ហើយយើងនិយាយមិនខុសទេលោកឯងចាត់តែមើលទៅលោកកុំរំអីតើការខ្ញុំជួយលោកមកមិនមែនមកទៅទេក្រោយពីបានជួបលោកឡុងហើយលោកប្រកាសជាបានប្រយោជន៍ល្អមិនខានបើអញ្ចឹងលោកជួយនិយាយរឿងល្អពីខ្ញុំប្រាប់លោកឡុងផងអញ្ចឹងគ្នាបាទហើយខ្ញុំបានជួបលោកឡុងមកជាសម្មាងនេះខ្ញុំមិនទាន់បានសម្រេចតែញ៉ាំបាយនៅណាទេចាំដល់ហើយគៀតនោះមនុស្សមកចាំគិតគូរនេះដល់វិញនឹងបានល្អមែនលោកឡុងប៉ូលីសយមគុកមកពីហុងកុងនោះត្រូវគេសម្លាប់នៅចំណុចយន្តហើយប្រកាសជានាងសម្លាប់បំបិតមាត់នាងខ្លាចគាត់និយាយទៅមានតាក់ទងនឹងយន្តហ្វុយលោកឡុងខ្ញុំបានស៊ើបរួចហើយឃាតករនោះគឺជាកូនចៅរបស់ធានចុងឡាងយីនាងឈើតាមមើលទៅនាងមិនត្រឹមតែតាក់ទងជាមួយយន្តហ្វុយទេសូម្បីតែធានចុងក៏ជាបាក់ពួកនាងដែរមែនទេមិនគេនាងហ៊ានមកនេះបុកវិយាទៅវិញហ៎អានចំពោះរឿងនេះឲ្យយល់ចាំមិនទេខ្ញុំអាយយល់ថារឿងនេះអត់តាក់ទងនឹងនាងឈើទេមែនទេលោកឡុងមើលទៅលោកយល់ច្បាស់ហើយមនុស្សខ្ញុំល្ងងណាស់លោកគួរតែដឹងហើយអានប្រាប់ហាងបយឲ្យបំរុងត្រឡប់កងទៅនាងឈើជួយចិត្តសាប់បន្តិចនៅមានទៀតហាងបយនេះខ្ញុំបើទាំងអស់ខ្ញុំមិនចង់ឲ្យនរណាមកឆាយឆើទេលោកឡុងលោកអាយពិតជាចង់ដឹងហេតុអីអ្នកណាល្ងងអញ្ចឹងនោះសាក់ស្អីស្លាប់ឲ្យធ្វើសង្ស័យនរណាជាងគេហេតុអីបានឲ្យគ្នាទៅសម្រាប់បិចោលមួយយ៉ាងទៀតខ្ញុំដឹងថាហៃហ្វុងមិនភ្លឺទេអានអាយជួយខ្ញុំទៅស៊ើបមើលចង់ដឹងថានរណាមួយបង្កាច់ហៃហ្វុងដឹងហើយលោកឡុងសុំទោសលោកឡុងខ្ញុំល្ងងពេកបានជាសង្ស័យទៅលើនាងឈើចំពោះរឿងនេះខ្ញុំនៅណានប្រកាសជាស៊ើបបានដឹងតាមស្រួលចានាងភ្លុកមើលទៅសាច់ប្រកងថ្ងៃនេះទៅតែមកដល់នេះនៅស្រស់ល្អណាស់ណែស្មានមកដល់ថាលោកនៅតែជឿខ្ញុំទីខ្ញុំត្រូវអរគុណដល់ឃាតករដែលបានសម្លាប់ប៉ូលីសយមគុកនោះឬមួយលោកមិនខ្លាចល្បិចដល់ជូរចត់របស់ខ្ញុំនេះទេឈើឲ្យហ្វុងដែលខ្ញុំបានស្គាល់លោកគ្មានល្ងងទេមួយយ៉ាងទៀតដំណើររបស់នាងឥឡូវនេះខ្ញុំក្តាប់បានច្បាស់លាស់ណាស់នាងមិនតាក់ទងនឹងមនុស្សណាដែលមានប្រវត្តិរូបច្បាស់លាស់ទេមកខ្ញុំជួយចាក់ស្រានាងបន្តិចលោកចង់ធ្វើអីហ្នឹងអូអត់អីទេលើកមុនខ្ញុំបានចេញទៅក្រៅបានទៅរបួសស្មាឥឡូវនេះនៅមិនតន់ជាដូចជាឆ្ងល់ណាស់មិនខ្ញុំនៅលេងបុកវិយាដូចជាមិនអីទេមានរឿងខ្លះដែលខ្ញុំមិនយល់ដូចជាប្លែកដល់ហើយហេតុអីឃាតករដែលបាញ់លោកត្រូវរបួសនោះឥឡូវនៅមិនទាន់រកឃើញទៀតហេតុ
អីឃាតករដែលបាញ់លោកត្រូវរបួននោះឥឡូវនៅមិនតរកឃើញទៀត អញ្ចឹងហើយបានខ្ញុំថានាងបន្តិចក៏មិនងងដែរគម្រោងការនេះខ្ញុំរៀបចំដោយផ្ទាល់មុខជារកគិតទៅខំឃើញហើយណែនាងថាតើមើលគម្រោងការនេះល្អណាស់មែនទេខទី1គឺអាចលួងកូនខ្ញុំឲ្យរីករាយខទី2អាចស៊ើបដឹងថាអ្នកណាដែលក្បត់នឹងខ្ញុំយ៉ាងម៉េចចំពោះម្ហូបយំនេះពេញចិត្តឬក៏មិនពេញចិត្ត លោករៀបចំឲ្យរឿងអីដែលខ្ញុំមិនពេញចិត្តនោះខ្ញុំខ្លាចទៅរំខានលោកហើយនឹងកូនស្រីរបស់លោកទេ ដូច្នេះអ្នកផងថាមនុស្សស្រីធ្វើឡើងនៅទឹកខ្មេះខ្វះបន្តិចក៏មិនខុសដែរ ឮថាលោកបានច្នៃប្រឌិតការរៀបបៀននៅក្នុងទឹកនោះបង្ហាត់ដល់កូនស្រីលោកឯង ថ្ងៃក្រោយជួលល្បិចច្បាស់ចេះលេចចេញម្ចាស់ស្ត្រីល្បីម្នាក់ទៀតម្នាក់នោះគឺជាឡុងកាកា ខ្ញុំស្មានមិនដល់នាងព្រមរៀនសិល្បៈ នាងមិនត្រឹមតែព្រមទេនាងថែមទាំងអាសារៀនទៀត លោកប៉ា ហ៎ ថ្ងៃនេះខ្ញុំចង់ប្រកួតបញ្ចេញស្នាដៃឲ្យលោកប៉ាមើលប៉ុន្តែខ្ញុំចង់បានរង្វាន់ដែលខ្ញុំចង់បាន បានប៉ុន្តែលើកនេះប៉ាចង់ឲ្យលេខបៀផៃនៅក្នុងទឹកឲ្យតែកូនឈ្នះហើយនោះប៉ានឹងជូនរង្វាន់ដល់កូន បានខ្ញុំលេងជាមួយលោកប៉ា ប៉ុន្តែគូប្រជែងលើនេះមិនមែនប៉ាទេប៉ានឹងឲ្យនាងឈើលេងជាមួយកូនម្ដាយការប្រកួតថ្ងៃនេះគឺលេខបៀផៃក្នុងទឹកអ្នកណាយកបានបៀសុំមកទឹកអ្នកនោះឈ្នះ ល្អឥឡូវរកឃើញអ្នកចាញ់ឈ្នះហើយកូននឹងបានរង្វាន់ដែលកូនចង់បាន យ៉ាងម៉េចកូនពេញចិត្តហើយនៅ 3 ថ្ងៃក្រោយវាត្រូវចាក់ចេញពីកោះសាន់ហ្វូថ្ងៃក្រោយមិនអាចមកវិញទៀតបើកឡើង ឯណាលោកពូខុនគាត់ចាំមិនទៅហើយ គាត់មិនអីទេគាត់សុខសប្បាយទេ អូនសុំទៅអូនមិនដឹងថាលោកប៉ាខំបងនៅទីនេះទេ ទីបញ្ចប់ខ្ញុំយល់ហើយហេតុអីប៉ានឹងលើកលែងឲ្យខ្ញុំនឹងឥឡូវមិនមែនតកូលឡក់ទៀតទេ មែនខ្ញុំបានទទួលស្គាល់គាត់វិញហើយគាត់ពិតជារាប់អានស្រឡាញ់ខ្ញុំណាស់ថ្ងៃនោះនៅមន្ទីរពេទ្យដើម្បីខ្ញុំគាត់សុខចិត្តលេងលេងឲ្យបងនិងប៉ាបងណា ខ្ញុំដឹង ប៉ុន្តែបងវិញបងស្ដាប់អូននិយាយសិនទៅអូនដឹងថាប៉ាអូនបានធ្វើខុសច្រើនណាស់តែគាត់យ៉ាងណាក៏ជាប៉ាអូនដែរគាត់ដើម្បីអូនលើកលែងឲ្យប៉ាបងកំណត់20ឆ្នាំគាត់បានព្រមចាប់ដែរ ខ្ញុំដឹងទាំងអស់ហើយ បងវិញបងទៅធ្វើអីហ្នឹងបងវិញអត់ខ្ញុំវិញមកអត់ខ្ញុំមកបងវិញ លេខដៃខ្ញុំមិនលើស្អីក៏ដឹងដែរខ្ញុំដឹងទាំងអស់ហើយ បងវិញ ប៉ានឹងហេតុអីក៏លើកលែងឲ្យខ្ញុំពីព្រោះគាត់ដឹងថាខ្ញុំជាមនុស្សបាកាមិនមែនសម្រាប់ខ្ញុំទៀតទេ បងវិញឲ្យស្ដាប់ខ្ញុំវិញមកឲ្យមក ជីចេញឲ្យខ្ញុំយ៉ាប់ណាស់នឹងដឹងមិនដឹងខ្ញុំរស់នៅក្នុងគុកត្រូវគេបង្ខំឲ្យចាក់អាភៀននៅមានប៉ាខ្ញុំឥឡូវខ្លាចទៅជាជនពិការហើយខ្ញុំស្អីក៏អស់ហលីដែរខ្ញុំស្អីក៏អស់ហលីដែរខ្ញុំស្អីក៏អត់ដែរអត់ខ្ញុំមក កុំអីកុំអី អត់ខ្ញុំមក កុំធ្វើចឹងអីអត់ខ្ញុំវិញមកបងវិញកុំអីបងវិញ អ
លេងខ្ញុំទៅលេងខ្ញុំទៅខ្ញុំពិបាកទ្រាំណាស់លេងខ្ញុំទៅខ្ញុំពិបាកណាស់ បងពើបងត្រាំតិចទៅ ខ្ញុំវេទនាណាស់ បងត្រាំតិចទៅបងពើ ខ្ញុំទ្រាំ បងពើត្រាំតិចទៅ លេងខ្ញុំទៅ បងពើញ៉ាំទឹកសិនទៅណែបងពើមិនទៅហើយបងពើ លេងខ្ញុំទៅខ្ញុំពិបាកទ្រាំណាស់លេងខ្ញុំទៅ បងពើ ខ្ញុំពិបាកទ្រាំ វេ ណា ទ ស់ នាណាតែបងត្រាំតិចទៅ ជីវ៉ាកុំទៅណាចោល បងមិនទៅណាចាប់បងទេ ប៉ាកុហកខ្ញុំប៉ាកុហកខ្ញុំទោះគ្មានហេតុអីមិនមែនជាគោលរបស់ប៉ានោះទេហេតុអីក៏ប៉ាកុហកខ្ញុំហេតុអីកូនជាគោលរបស់ប៉ាពិតប្រាកដណាស់ហេតុអីក៏ប៉ាកុហកខ្ញុំជាគោលរបស់ប៉ាណាប៉ាខ្ញុំជាគោលរបស់ប៉ាណាអូនកំពុងគិតអីហ្នឹងអូនចង់ទៅវិញមែនទេទៅវិញទេអូននៅនេះអត់ប្រយោជន៍ទេទៅវិញចុះ អូនមិនទៅទេបាទភ័យនៅក្នុងខ្លួនបងមិនតាន់បានអូនមិនត្រឡប់ទៅវិញទេ អូនអាចធ្វើបានទេប្រហែលជាពេលរបស់ញីអាភិនធ្វើទុកបងសប្បាយចិត្តអូនអាចនៅក្បែរខ្លួនបងទាំងយប់ទាំងថ្ងៃធ្វើដូចជាប្រពន្ធបងចឹងបើសិនស្អីក៏បងមិនដែរប៉ុន្តែអ្វីៗសុទ្ធតែមិនអាចទេបើសិនបងនៅមានតកូលយានអូននៅមានតកូលហកអូនថាមើលតើល្អទេ បងពើបងប្រាប់អូនទៅមើលលោកពូខុនមិនមែនជាឪពុកបង្កើតរបស់បងទេមែនទេ មីកូនដែរអូនកុំសួរបងទៀតអូនទៅវិញទៅ បងកុំខកអូនឯងបងមិនមែនជាកូនលោកពូខុនទេមិនមែនជាតកូលយានទេ កុំសួរបងទៀតទោះបងមិនមែនតកូលយានមិនមែនកូនរបស់យានខុយនោះយ៉ាងម៉េចទៅទោះជាអូនជឿបងប៉ារបស់អូនក៏មិនជឿបងដែរណាស់ចុះនេះជាកម្មពីបងទេអូនទៅវិញទៅ បងពើបងប្រាប់អូនមកតើរឿងនេះយ៉ាងម៉េចទៅ អូនកុំសួរបងទៀតបានទេបងខ្លួនឯងក៏មិនដឹងថាមានអីកើតឡើងដែរតើអូននៅចាំទេនៅថ្ងៃដែលប៉ាបងត្រូវក្រពេលអូនជូនគាត់ទៅមន្ទីរពេទ្យគាត់បានប្រាប់បងដឹងថាបងមិនមែនយឺនហ្វុយទេបងគ្រាន់តែជាអ្នកជំនួសយឺនហ្វុយទេយឺនហ្វុយស្លាប់ទៅកាលពី20ឆ្នាំមុនម្ល៉េះហ្វុយអីមិនមែនជាយឺនហ្វុយទេមិនមែនទេប៉ាក៏ខកខ្ញុំអីប៉ាខ្ញុំមិនអាចចិត្តឃើញខ្ញុំកើតទុកក្រំគ្រូដូច្នេះក៏ប្រាប់ខ្ញុំមិនដឹងទេអូននិយាយមកបងពិតជាយឺនហ្វុយមែនតើប៉ាបងចិត្តល្អរហូតដល់បងធ្វើជាកូនសាររបស់លោកទាំងគួងហ៎ បងពើពួកយើងត្រឡប់ទៅជួបប៉ាអូនទៅប្រាប់ប៉ាអូនថាបងមិនមែនជាយានហ្វុយទេមក អត់ប្រយោជន៍ទេអូនកុំឆោតពេកនោះ បងពើ ប៉ាអូនកន្លងមកសុកចិត្តសម្រាប់មនុស្សខុសមិនព្រមលេងចោលទេមិនមែនទេគាត់ព្រមលេងពួកបងទេគាត់មកជិះសម្រាប់ពួកបង បងពើស្ដាប់អូននិយាយសិនទៅ អត់ប្រយោជន៍ទេ បងពើបងចង់ស្វែងហ្នឹង អូនកំដេញដល់រឿងអតីតកាលបងទៀត បងពើ ទោះជាយើងគុណមិនជាប៉ាបងក៏ថែរក្សាគាត់ដែរឈីហ្វាបងសប្បាយចិត្តណាស់បងសូមឲ្យតែអូននៅជាភាពសប្បាយរីករាយរបស់យើងទាំងពីរខាងពីមុខបងសប្បាយចិត្តណាស់ បងពើបងលេងអូនសិនទៅចាំអូនទៅប្រាប់ប៉ាអូនឲ្យគាត់សើពីរឿងនេះបានច្បាស់លាស់បងពើ អូនភ្លេចហើយបងឥឡូវនេះជាមនុស្សម៉ាកាទេបងមិនយឺតហ្វុយប្រពន្ធទៀតទេ បងពើបងខំតស៊ូឡើងបងពើ អត់ប្រយោជន៍ទេបងជាមនុស្សម៉ាកាទេបើញៀនអាភិនធ្វើទុកហើយបងសប្បាយចិត្តស្អីក៏មិនគិតគូរស្អីក៏មិននឹងនេះដល់ដែរយឺតឃើញជាប៉ាបងនេះសិតតែជាកម្មពីណានេះសិតតែជាកម្មពីបងបាននិយាយពីមុនហើយទេវតាអត់ភ្នែកទេទោះជាមនុស្សមានចិត្តធម៌នោះវាយ៉ាងម៉េចទៅ បងពើ លោកឡុងឲ្យភាព